រៀបការជិត1ឆ្នាំសុភកុសមាបង្ហាញអារម្មណ៍ខ្លាចជាម្ដាយគេលើកដំបូងធ្លាប់តែអោបថើបកូនគេពេលនេះពិធីការនីសុភកុសមាមានផ្ទៃពោះហើយបន្ទាប់ពីរៀបការបានជិត1ឆ្នាំពីមួយថ្ងៃទៅមួយថ្ងៃចំណងអាពាហ៍ពិពាហ៍របស់ពិធីការនីនិងជាតារាចម្រៀងសុភកុសមាកាន់តែរឹងមាំឡើងដោយនាងបានបង្កើតការងារនៅក្នុងក្រុមតន្ត្រីរបស់ខ្លួនឲ្យកាន់តែធំជាងមុនក្រោយពីនាងបានរៀបការមានគ្រួសារអ្វីដែលកាន់តែពិសេសនៅក្នុងពេលនេះគឺនាងទទួលបានចំណងដៃកូននៅក្នុងផ្ទៃទៅតាមសេចក្តីប្រាថ្នាសុភកុសមាធ្លាប់បានប្រាប់ផងដែរថាពេលរៀបការរួចនាងនឹងយកកូនភ្លាមពីព្រោះនាងស្រឡាញ់ក្មេងៗណាស់ចង់មានសមាជិកច្រើនដូច្នេះហើយទើបនាងមិនប្រើប្រាស់វិធីសាស្ត្រពន្យាកំណត់ណាមួយឡើយក្រោយរងចាំអស់ពេលជិត1ឆ្នាំទីបំផុតសុភកុសមាបានសម្រេចដូចបំណងពេលនេះនាងកំពុងមានផ្ទៃពោះកូនដំបូងអ្វីតែមិនទាន់ដឹងហេតុកូននៅក្នុងផ្ទៃតែនាងនឹងគ្រួសារពិតជារំភើបចិត្តត្រៀមទទួលសមាជិកថ្មីក្នុងពេលឆាប់នេះសុភកុសមាបាននិយាយទាំងអារម្មណ៍ត្រេកអរថាបងប្អូនអើយរំភើបណាស់ពេលខ្លាចជាម៉ាក់គេគូធ្វើចរិតមិនទៅក្រឡេកទៅមើលលោកផល្លាដែលជាស្វាមីសុភកុសមាវិញនៅពេលដែលដឹងថាភរិយាខ្លួនមានផ្ទៃពោះលោករំភើបអនិយាយស្ទើរតែមិនចេញលោកបាននិយាយថាពេលនេះខ្លាចទៅជាប៉ាគេហើយចាប់តាំងពីមានផ្ទៃពោះមកសុភកុសមាកាន់តែទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីស្វាមីកើនឡើងទ្វេដងជាពិសេសស្វាមីនាងមិនចង់ឲ្យនាងធ្វើដំណើរឆ្ងាយឬធ្វើការងារធ្ងន់នោះទេខ្លាចប៉ះពាល់ដល់សុខភាពម្ដាយនិងកូនការងារគ្រប់បែបយ៉ាងស្វាមីនាងជាអ្នករ៉ាប់រងទាំងអស់